តែប្រិយមិត្តដឹងទេថាគ្រាន់តែក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះទីក្រុងដូស៊ីវិល័យមួយអាចប្រែជាវាលផេះផោះនេះជាអ្វីដែលកើតឡើងនៅក្នុងប្រទេសជប៉ុននាពេលថ្មីៗនេះជំរាបសួរប្រិយមិត្តប្រែ idea ទាំងអស់គ្នាប្រទេសជប៉ុនទើបតែបានជួបប្រទះនៅហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លាមួយទៀតហើយដែលបានធ្វើឲ្យពិភពលោកទាំងមូលរន្ធត់និងតាមដានយ៉ាងយកចិត្តទុកដាក់តើមានអ្វីកើតឡើងពិតប្រាកដហើយហេតុអ្វីបានជាជប៉ុនជួបនឹងការរញ្ជួយដីញឹកញាប់ម្ល៉េះតោះទៅតាមដានទាំងអស់គ្នាជាមួយនឹងប្រែ idea នៅក្នុងវីដេអូនេះនៅក្នុងព្រឹត្តិការណ៍រញ្ជួយដីនៅពេលថ្មីៗនេះកម្លាំងរញ្ជួយ 7.1 Richter បានធ្វើឲ្យអគារខ្ពស់ៗយល់ទៅយល់មកគួរឲ្យភ័យខ្លាចប្រព័ន្ធប្រកាសអាសន្នរលកយក្សស៊ូណាមីបានបន្លឺឡើងភ្លាមៗនៅតាមតំបន់ឆ្នេរធ្វើឲ្យប្រជាជនរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនទាំងយប់អ្វីដែលគួរឲ្យរន្ធត់នោះគឺមិនត្រឹមតែរញ្ជួយដីដំបូងនោះទេប៉ុន្តែការរញ្ជួយដីនៃរំញ័រជាបន្តបន្ទាប់ឬ aftershock រាប់សិបលើកទៀតបានធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញនិងបង្កការភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាជប៉ុនតែងតែជាគោលដៅនៃមហន្តរាយធម្មជាតិនេះចម្លើយគឺជប៉ុនស្ថិតនៅលើតំបន់ដែលគេហៅថា Ring of Fire ឬចិញ្ចៀនភ្លើងនៃបាតសមុទ្រ Pacific វាជាចំណុចប្រសព្វនៃផ្លាក tectonic ធំៗចំនួន4ជួបគ្នានៅពេលដែលផ្លាកដីឬ tectonic plate ទាំងនោះរអិលឬទង្គិចគ្នាវាបង្កើតបានជារលកថាមពលដ៏មហិមាដែលយើងហៅថារញ្ជួយដីនឹងឯងទោះបីជាត្រូវប្រឈមមុខនឹងគ្រោះធម្មជាតិដដែលៗក៏ដោយប៉ុន្តែអ្វីដែលធ្វើឲ្យពិភពលោកស្ញប់ស្ញែងបំផុតនោះគឺការត្រៀមខ្លួនរបស់ជប៉ុនទី1សំណង់អគារជប៉ុនត្រូវបានឌីហ្សាញឡើងដោយបច្ចេកវិទ្យាពិសេសអាចបត់បែនបានតាមរំញ័រដីដោយមិនងាយនឹងរលំឡើយទី2ប្រព័ន្ធប្រកាសអាសន្នមុនពេលរំញ័រដីខ្លាំងមកដល់ទូរស័ព្ទដៃរបស់ប្រជាជនគ្រប់គ្នានឹងរោប្រាប់មុនប៉ុន្មានវិនាទីដែលជាពេលវេលាដ៏មានតម្លៃសម្រាប់សង្គ្រោះជីវិតនិងទី3ស្មារតីរបស់ប្រជាជនចាប់តាំងពីថ្នាក់មត្តេយកុមារជប៉ុនត្រូវបានហ្វឹកហាត់របៀបគេចខ្លួនពេលរំញ័រនៅពេលដែលមានរញ្ជួយដីធ្វើឲ្យពួកគេមានស្មារតីស្ងប់ស្ងាត់និងមិនស្លន់ស្លោឡើយមហន្តរាយធម្មជាតិយើងមិនអាចហាមឃាត់វាបានទេប៉ុន្តែការត្រៀមខ្លួននិងចំណេះដឹងគឺជាខែលការពារអាយុជីវិតយើងបានយ៉ាងល្អបំផុតតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបច្ចេកវិទ្យានិងការត្រៀមខ្លួនរបស់ប្រទេសជប៉ុនសូមខមមិនប្រាប់ប្រែ idea ខាងក្រោមម្នាក់មួយផងប្រសិនបើចូលចិត្តវីដេអូអប់រំនិងមានប្រយោជន៍បែបនេះកុំភ្លេចចុច like share និង follow page ឬ subscribe channel ប្រែ idea ដើម្បីទទួលបានគំនិតប្លែកៗនិងចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃពីប្រែ idea សូមអរគុណនិងជម្រាបលា